សួស្តីគ្នាយើងជួបគ្នាទៀតហើយជាមួយនឹងវីដេអូថ្មីអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកអ្នកនរគ្នាអំពីរបៀបចូលទៅលុប Gmail ចាស់ឬក៏ Gmail យើងដែលខូចហ្នឹងចេញពី account Facebook របស់យើងអញ្ចឹងសម្រាប់ការលុប Gmail ចេញពី account Facebook នេះមានគ្នាយើងខ្លះគាត់បានដឹងហើយក៏មានគ្នាយើងខ្លះទៀតដែលគាត់អត់ទាន់ដឹងអញ្ចឹងសម្រាប់គ្នាយើងខ្លះដែលគាត់អត់ទាន់ដឹងគ្នាយើងអាចមើលវីដេអូនេះបានអញ្ចឹងដើម្បីអាចលុប Gmail ចេញពី account Facebook របស់យើងបានអ្នកនរគ្នាគ្រាន់តែចូលមកកាន់ account Facebook របស់យើងមកហ្នឹងហើយអញ្ចឹងមកដល់កន្លែងនេះយើងមកយកត្រី3ខាងលើបន្តមកទៀតយើង scroll ទៅលើហើយយើងយកពាក្យថា setting អញ្ចឹងយើងយកពាក្យថា password and security កន្លែងនេះអញ្ចឹងមកដល់កន្លែងនេះយើងអូសទៅលើបន្តិចមកហើយយើងយកពាក្យថា personal detail កន្លែងនេះអញ្ចឹងយើងចុចលើវាមួយទៅបន្តមកទៀតយើងយកខាងលើគេនេះវាដាក់ថា contact info អញ្ចឹងយើងប៉ះលើវាមួយទៅអញ្ចឹងមកដល់កន្លែងនេះយើងនឹងឃើញ Gmail 2ដែលយើងបានភ្ជាប់ជាមួយនឹង account Facebook របស់យើងអញ្ចឹងបើសិនជាយើងចង់លុបទៅលើ Gmail មួយណាយើងចុចលើ Gmail មួយនឹងមកហ្នឹងហើយអញ្ចឹងឧទាហរណ៍ខ្ញុំលុបលើ Gmail មួយនេះខាងលើនេះអញ្ចឹងយើងប៉ះលើវាមួយទៅអញ្ចឹងមកដល់កន្លែងនេះយើងឃើញពាក្យថា delete email ខាងក្រោមនេះពណ៌ក្រហមអញ្ចឹងឃើញពាក្យហ្នឹងហើយយើងចុចលើវាមួយទៅបន្តមកទៀតចុច delete អញ្ចឹងបន្ទាប់ពីចុច delete ហើយនឹងវាលុបទាំងបែបនេះអញ្ចឹងកន្លែងនេះគេដាក់ថា check your WhatsApp message អញ្ចឹងនេះវាផ្ញើលេខកូដមកហើយអញ្ចឹងលេខកូដហ្នឹងគឺគេផ្ញើចូលទៅកាន់ WhatsApp របស់យើងអញ្ចឹងបើសិនជាអ្នកនរគ្នាអត់ទាន់មាន WhatsApp ទេអ្នកនរគ្នាអាច download app WhatsApp មួយសិនមកហ្នឹងហើយអញ្ចឹងបន្ទាប់មកទៀតខ្ញុំចូលទៅកាន់ WhatsApp របស់ខ្ញុំនេះ WhatsApp របស់ខ្ញុំអញ្ចឹងខ្ញុំចូលមក WhatsApp មកអញ្ចឹងយើងចុចអញ្ចឹងនេះលេខកូដដែលវាបានផ្ញើមកមិញហ្នឹងគឺនៅកន្លែងនេះអញ្ចឹងយើងអាចចុច copy code កន្លែងនេះមកនេះខាងក្រោមនេះយើងចុច copy មកបន្ទាប់មកយើងចូលមកកាន់ Facebook របស់យើងវិញហើយយើង paste សិនតោះខ្វែងមួយអញ្ចឹងមិញខ្ញុំចុចប៉ះដៃអញ្ចឹងទៅវា load ថយក្រោយមកវិញអញ្ចឹងយើងចុច delete ម្ដងទៀតមកហ្នឹងហើយចុច delete បន្តមកទៀតមកដល់កន្លែងនេះវានឹងផ្ញើកូដមកថ្មីហើយនេះអញ្ចឹងយើងចូលទៅកាន់ WhatsApp របស់យើងមកចូលមកកាន់ WhatsApp អញ្ចឹងនេះយើង copy មក copy code បន្តមកទៀតយើងចូលមកកាន់ Facebook របស់យើងវិញហើយយើងចុច paste code កន្លែងនេះមកតោះមកយើងចុច continue នេះកន្លែងនេះអញ្ចឹងមកដល់កន្លែងនេះហើយយើង back មកវិញមកនេះអញ្ចឹងកន្លែងនេះវាដាក់ថានេះ your delete your previous email អញ្ចឹងយើងអាចខ្វែងក៏បានហើយយើងចុច close ខាងក្រោមនេះក៏បានដែរហ្នឹងហើយយើងចុចមកអញ្ចឹងមកដល់កន្លែងនេះយើងអាចមើលបានវាបាត់ Gmail អស់មួយហើយអញ្ចឹងវាសល់តែមួយទេអញ្ចឹងនៅពេលដែលវាបាត់បែបនេះគឺបានន័យថាយើងបានលុបចេញទៅជោគជ័យហើយអញ្ចឹងវីដេអូចែករំលែកនេះគឺមានតែប៉ុណ្្នឹងទេហ្នឹងហើយជួបគ្នានៅវីដេអូក្រោយ